បាទសួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូនេះដែរយើងនឹងមកសិក្សាបន្តទៀតទាក់ទងជាមួយនឹងការ compress នៅលើ Linux អញ្ចឹងនៅក្នុង compress នេះគឺខ្ញុំចង់លើកនៅ4ចំណុចមកនិយាយគឺទី1ទាក់ទងជាមួយនឹងថាដែលយើងប្រើសម្រាប់នៅក្នុងការ combine បន្តយើងមាននៅ zip សម្រាប់នៅក្នុងការ combine ហើយក៏ដូចជា compress បន្តយើងមាននៅ gzip សម្រាប់ compress ក៏ដូចជានៅ bzip ក៏ compress ដូចគ្នាអូខេអញ្ចឹងយើងចូលទៅដល់ការអនុវត្តហ្មងទៅដែលនៅក្នុងនេះខ្ញុំមាននៅ server Linux ដែល run រួចហើយខ្ញុំ login ជា root អញ្ចឹងខ្ញុំអាចឆែកមើលសិនថាក្នុងនេះមានអីខ្លះខ្ញុំប្រើ command ls អូខេយើងមាននៅ directory document មួយយើងអាចចូលទៅមើលក្នុងនេះទៀតសិនអូខេយើងមាននៅ file មួយកន្លែងនេះបើកុំឲ្យច្រឡំគ្នាខ្ញុំអាចបង្កើតនៅ directory ថ្មីមកទៅថយចេញវិញសិនcommand នេះខ្ញុំអ្នកគ្នាប្រហែលជាធ្លាប់ឃើញនៅវីដេអូមុនៗហ្នឹងខ្ញុំបង្ហាញដែរអូខេយើង back មករូបវិញហើយយើងអាចបង្កើត directory ថ្មីដាក់ឈ្មោះថា compress មកទៅដល់ច្រឡំគ្នាអូខេអញ្ចឹងយើងអូខេយើងមាននៅ directory compress យើងអាចចូលទៅក្នុងនោះបានអូខេអញ្ចឹងខ្ញុំសូមធ្វើការបង្កើតនៅ file មួយពីរសិនសម្រាប់ការឧទាហរណ៍ខ្ញុំអាចបង្កើតយើងអាចដាក់ថានេះយើងមានពីរ file ហើយគឺ text1.txt និង text2.txt អញ្ចឹងខ្ញុំអាចបញ្ចូលនៅdata មួយចំនួនចូលទៅក្នុង file ហ្នឹងសិនខ្ញុំប្រើ echoអូខេអញ្ចឹងខ្ញុំបានបញ្ចូលនៅ data មួយចំនួនចូលទៅក្នុង file ហ្នឹងហើយអញ្ចឹងតើតោងជាមួយនឹងថាគឺយើងតើតោងនឹងការ compress file អញ្ចឹងយើងអាចប្រើនៅ keyword ថាបន្ទាប់មកយើងអាចប្រើ command នៅ minus c គឺ create v គឺ view បន្ទាប់មកគឺ add គឺ file គឺឈ្មោះ file អញ្ចឹងយើងចង់ដាក់ឈ្មោះ file នេះគេសម្រាប់ការ compress ហ្នឹងអញ្ចឹងអាចដាក់ថា file compress អូខេ file compress ដល់ថាចឹងបន្ទាប់មកយើងចង់combine file ណាចូលទៅចូលទៅក្នុង file compress ដល់ថាហ្នឹងអញ្ចឹងគឺយើងចង់ combine នៅ file text1.txt ហ្នឹងក៏ដូចជា file text2
.tt អូខេអញ្ចឹងនេះគឺវាអត់មាន error ទេយើងអាចប្រើ command ls មើលបាននេះគឺយើងមាន file compress.tar ក៏ដូចជាហើយនៅក្នុងនេះគឺ file original របស់យើងទេអត់មានអីពាក់ព័ន្ធទេអញ្ចឹងបើសិនជាក្នុងករណីយើងចង់អានកំបាញ់វិញគឺយើងអាចប្រើនៅ keyword tag បន្ទាប់មកយើងប្រើនៅ -x ហើយនេះគឺ extract បន្ទាប់មកគឺ cr គឺសំដៅគឺ vf តដែរបន្ទាប់មកយើងចង់ extract ទៅលើ file ណាគឺយើងទៅលើ file compress.tar អូខេអញ្ចឹងយើងអាច ls មកនេះគឺយើង extract បានជោគជ័យហើយអញ្ចឹងតកតងជាមួយនឹងបន្តហ្នឹងគឺយើងមាននៅzip អូខេអញ្ចឹង zip គឺយើងអាច zip file ចូលគ្នាបានយើងប្រើ keyword zip -r តោះមកយើងដាក់ឈ្មោះដែលយើងចង់ zip ឥឡូវយើងដាក់ថា file zip .zip តោះមកដូចគ្នាគឺយើងដាក់ file text1.tt ចូលទៅដែរ tt ហើយនឹង text2.tt អូខេនេះគឺវាកំពុង add ចូលហើយចឹងធ្វើការអាច ls ដើម្បីមើលបាននេះគឺវាមាន file zip មួយទៀតអញ្ចឹងដូចគ្នាអូសំទោសដើម្បី unzip បានយើងប្រើ command unzip យើងប្រើ command unzip មកតមកគឺយើងដាក់ឈ្មោះដែលយើងចង់ unzip អញ្ចឹងគឺឈ្មោះរបស់យើងគឺ file zip ហ្នឹងហើយ file zip.zip នេះអញ្ចឹងគឺវាសួរបញ្ជាក់ទៀតអញ្ចឹងគឺយើងចង់ report ដោយសារតែឈ្មោះ file របស់យើង unzip មកគឺវានឹងជាន់គ្នាទៅលើ text1 ក៏ជា text2 អញ្ចឹងគឺយើងចង់ឲ្យវា replace អត់អញ្ចឹងស្រាប់អញ្ចឹងគឺ no គឺយើងមិន replace ទេដូចគ្នាទីអូខេអញ្ចឹងយើងអាចប្រើ command ls នេះគឺយើងមានបញ្ហាទេបាទអញ្ចឹងយើងចូលមកដល់ចំណុចបន្តទៀតគឺយើងធ្វើការជាមួយនឹង gzip គឺក្នុងការ compress file អញ្ចឹងឥឡូវនេះគឺយើងមាន file នៅ text1.tt គឺ file ធម្មតាយើងអាចធ្វើការ gzip មកធ្វើការ compress គឺយើងគ្រាន់ធ្វើការ command យើងប្រើ keyword gzip បន្តមកដាក់ឈ្មោះ file របស់យើងចូលគឺ file text1.ttអូខេយើងអាច ls មើលបាននេះគឺវាបានបដូរ extension ហើយគឺពី file original របស់យើងគឺ text1.tt វាទៅកាន់ text1.tt.gzip អញ្ចឹងបន្តហ្នឹងគឺយើងមាននៅ basic ដូចវាធ្វើការ compress file ដូចគ្នាអញ្ចឹងគឺយើងប្រើ keyword basic tool តមកនេះឈ្មោះ file របស់យើងឥឡូវណាគឺយើងនៅសល់ file text2.tt នេះគឺយើងដាក់ចូលមកអូខេយើងអាច ls មើលបាននេះគឺវាបានបដូរហើយគឺទៅកាន់ text2.tt.bz2 នេះអញ្ចឹងយើងអាច
យើងអាចអានស៊ីវាវិញបានឧទាហរណ៍ថាយើងប្រើ command b អានស៊ីធូបន្តមកយើងដាក់ឈ្មោះ file របស់យើងចូលឈ្មោះ file យើងគឺ text2.tt.b.z2 អូខេ file របស់យើងគឺមក file original របស់វាវិញគឺ text2.tt បាទនេះគឺជារបៀបនៅក្នុងការយើង compress នៅក្នុង Linux អញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើមានចម្ងល់អីអ្នកគ្នាអាច comment សួរខាងក្រោមបានបាទជំរាបលាអ្នកនរគ្នា